អាជ្ញាធរខេត្តកំពង់ចាមទទួលសំណើនិងសំណូមពររបស់ប្រជាពលរដ្ឋ12ក្នុងវេទិកាសាធារណៈក្នុងស្រុកជើងព្រៃក្រុមប្រឹក្សាខេត្តកំពង់ចាមបានធ្វើវេទិកាពិភាក្សានិងពិគ្រោះយោបល់លើកទី2អាណត្តិទី4នៅព្រឹកថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025ក្នុងបរិវេណវត្តស្អាងស្ថិតនៅក្នុងភូមិស្អាងឃុំត្រពាំងគោស្រុកជើងព្រៃក្រោមអធិបតីភាពឯកឧត្តមឃ្លោកផនប្រធានក្រុមប្រឹក្សាខេត្តនិងលោកផេនសុផលអភិបាលរងខេត្តកំពង់ចាមឯកឧត្តមឃ្លោកផនប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ក្នុងឱកាសនោះថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមលើកទី2អាណត្តិទី4នាថ្ងៃនេះគឺដើម្បីផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុងស្រុកក្រុមប្រឹក្សាឃុំសង្កាត់សហគមន៍ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុងស្រុកក្រុមប្រឹក្សាឃុំសង្កាត់និងសហគមន៍ប្រជាពលរដ្ឋប្រមូលពិភាក្សាអំពីសំណើនិងមតិយោបល់នានាសម្រាប់សកម្មភាពឆ្នាំខាងមុខដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សាគណៈអភិបាលខេត្តសមាជិកក្រុមប្រឹក្សាគណៈអភិបាលក្រុងស្រុកសមាជិកក្រុមប្រឹក្សាឃុំសង្កាត់រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធដទៃទៀតអាស្រ័យហេតុនេះសូមស្នើដល់លោកស្រីលើកឡើងជាសំណួរចម្លើយព្រមទាំងពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះដើម្បីទទួលបានព័ត៌មានជាសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបាននាឆ្នាំកន្លងបញ្ហាប្រឈមនានានិងពិភាក្សាអំពីការអភិវឌ្ឍនាឆ្នាំបន្ទាប់ព្រមទាំងទទួលបានយកនៅអនុសាសន៍និងសំណូមពររបស់ប្រជាពលរដ្ឋរួមទាំងអ្នកពាក់ព័ន្ធដើម្បីពិភាក្សានិងឆ្លើយតបសូមបញ្ជាក់ថាក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ពេលនេះមានសមាជិកចូលរួមប្រមាណជាង600នាក់បន្ទាប់ពីបញ្ចប់ការពិគ្រោះយោបល់មានប្រជាពលរដ្ឋចូលរួមលើកជាសំណើសំណូមពរនិងកង្វល់ចំនួន12ហើយត្រូវបានដោះស្រាយនិងបំភ្លឺជូនអង្គវេទិកាផ្ទាល់បានមួយចំនួនចំពោះសំណើសំណូមពរមួយចំនួនទៀតអង្គវេទិកាទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរដ្ឋបាល